ปูอัดมาเลงមានតែតលេងពូគ្នានឹកណាស់ប៉ុន្តែឆ្លៀតអត់បានបងប្អូនណាយមកដល់អោនក្រាបតែជាមួយក្មួយនឹងគេថាឃើញនៅក្នុងទូរស័ព្ទឡើងតូចហើយមកជួបនៅក្រាបឡើងធំហើយសទៀតគឺឃើញកូនខ្ញុំគេថាខ្មៅក្នុងទូរស័ព្ទខ្មៅសមិនសំខាន់ទេសំខាន់ពេលថតអូនខ្ញុំមិនសូវដែរបើកភ្លើងអីហ្មងចូលចិត្តនៅផ្ទះល្ងិតតែពេលថតកូនទៅឡើងខ្មៅអ៊ូញហើយកាមេរ៉ាស៊ីនទៀតផ្ទះពូនេះពូលចាំងពេកតតបាំងហើយមិនបើកភ្នែកចង់ឲ្យក្មួយលឹកគេជាមួយក្មួយលឹកឲ្យមើលយំបែកផ្ទះបងអូនខ្ញុំហើយនឹងខ្ញុំគឺនៅចិត្តគ្នាទេជាប្រហែលកន្លះម៉ោងផែជា35នាទីអីហ្នឹងគឺដល់ហើយអញ្ចឹងហើយបងខ្ញុំហ៊ានមកលេងបើជិះឡានយូរម៉ោងពេកក៏អត់បានមកលេងពូដែរដោយសារតាអូនតិចខែហើយតែបានមួយខែមួយថ្ងៃហ្នឹងឃើញអត់ពូ3ក្មួយឡើងតំណងដូចអ៊ីជូទេអ៊ីជូលើកមកឡើងឆ្កងហ្មងផ្ទះបងអូនខ្ញុំនៅហ្នឹងគឺក្តៅខ្លាំងមានម៉ាស៊ីនត្រជាក់ដែរប៉ុន្តែបើកមកអត់សូវត្រជាក់ដូចនៅផ្ទះខ្ញុំទេបងប្អូនណាយដាក់មកឡើងក្តៅងាំងហ្មងកូនខ្ញុំឥឡូវអត់ទាន់យំឯណាគេដេកស្រួលឡើយទេសើចទៀតសើចដាក់ឲ្យត្រៀមខ្លួនយំឯនេះបងប្អូនស្រែកយកព្រោះក្តៅតែអញ្ចឹងទៅដៃពូនឹងក៏រឹងទៀតមកដៃប៉ាឡើងស្ងាត់ឈៀបពូគាត់នៅឃើញក្មួយស្រែកភ័យឡើងចង់បាសសក់ឲ្យបងប្អូនគ្នាខ្លាចព្រោះស្រែកលឺនិយាយទៅក្តៅផងក្តៅស្រែកឡើងក្រហមសាច់អស់ហើយពូអត់មានសាច់ជាដូចប៉ាទេពូមានតែឆ្អឹងហើយនៅសាច់ដុំអញ្ចឹងហើយកូនខ្ញុំរៀងប្លែកសាច់ប្លែកដៃអញ្ចឹងសំខាន់ណាអូនចាំដៃឲ្យគេនឹងច្បាស់ណាស់បងប្អូនណាយដៃពូហឹងពូខ្លួនក៏រឹងចូលមកគេអត់ស្ទើហេដាក់ប៉ាណាពូមិនសុកចិត្តឈរឆាត់ចកេះដៀងមើលក្មួយនៅខាងក្រោយហួសចិត្តបងប្អូនខឹងមិនបានក្មួយយំអញ្ចឹងបើខ្មែរយើងកូនយំក្មួយយំអីហ្នឹងណាភ័យខ្លាចហើយហត់ទៅឲ្យប៉ាគេតែប្តីខ្ញុំអត់ទេយំមិនក៏ដោយក៏ឲ្យពូ3តស៊ាំដែរយំមិនយំទៅក្បួនគាត់ហ្នឹងគឺយំណាស់បខំណាស់តាយកទៅលួងទៅឲ្យបាត់មកលេងផ្ទះពូឲ្យពូអត់បាន3កុំឲ្យពូនឹងអន់ចិត្តនិយាយទៅឲ្យពូ3ទៅបាត់យំហ្មងប៉ាគេថាមកពី3ខុសតំណងតែ3ធ្វើតំណងបាត់ឯងចឹងបងប្អូនហើយងើយកដល់ហើយប៉ានៅខ្លាចតែនេះទេហុចឲ្យកាន់ណាប៉ុន្តែហ៊ានដើរទៅណាទេនៅត្រៀមមើលខាងក្រោយហ្នឹងហើយខ្លាចចេះខ្លាចចោះចេះកាន់ក្មេងប៉ុន្តែយើងអត់ដឹងថាក្មេងហ្នឹងត្រូវការបែបណាកាន់ត្រូវទោះក្តៅមិនឈឺមិនចាគឺបាត់យំឯងអញ្ចឹងនេះកូនខ្ញុំចូលចិត្តងើយកណាដោយសារតែគ្នាបឿកច្រើនពេកក្តៅស្អុះហើយនៅទៅហើយម៉ែខ្ញុំនៅខ្មែរប៉ុន្តែខឹងមិនបានកាន់កូនឲ្យងើយកអញ្ចឹងប្រយ័ត្នកូនងើយអីចឹងណានិយាយទៅឆ្លោះតែជាមួយម៉ែទេខ្ញុំហ៎បើនៅស្រុកគេឲ្យយើងផ្កាប់កូនផ្កាប់មុខចឹងណាឲ្យកូនធ្វើថែមមីថែមរហព្រឹកឲ្យកូនឆាប់រឹងកធ្វើទៅសាយធ្វើអីគ្នា stretching អីចឹងទៅតែបើម៉ែខ្ញុំវិញគ្រាន់តែឃើញចឹងបងប្អូនណាយស្រែកយកមិនបានដាក់កកូនចឹងអស់ពីយំឲ្យដេកបដ ாய் បងប្អូនណាយជាពិសេសនេះកន្លែងនេះប្តីខ្ញុំថារហូតលើកដៃវាយគាត់ទៀតគាត់ឡើងគួរខ្លាចប៉ាថតឃើញកូនលើកដៃស្រែកខ្លាចកូនវាយឥឡូវដល់មកទៅផ្ទះវិញហើយបងប្អូនពូគេនឹងមិនសុខចិត្តមិនអស់ចិត្តទេចង់ទៅថើបចង់ទៅកញ្ញិចមួយមកនេះមួយបើចាក់ពុកមាត់ខ្ញុំចឹងបានគិតនេះប៉ាមកខំមកទៅហឹងឡើយទៅបោកក្មួយបាយ